Bàជំរាបសួរបងប្អូនទាំងអស់គ្នាប្រិយមិត្តរៀនហ្គីតាផងដែរបាទហេដិតមាត់ណាបាទថ្ងៃនេះខ្ញុំមកចង់បង្ហាញបងប្អូនជាមួយនឹងរបស់លេងថ្មីបាទអញ្ចឹងមុននឹងចូលទៅមើលរបស់លេងថ្មីបាទសូមបើកក្បាលវីដេអូនឹងតែម្ដងបាទបងប្អូនកុំភ្លេចទៅ Subscribe YouTube Channel រៀនហ្គីតាឬជា Follow Facebook Page រៀនហ្គីតាម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំការបង្ហាញការលេងហ្គីតាមេរៀនហ្គីតាបាទការ review product មាន review ហ្នឹងមិន review លេណាបាទ review ឧបករណ៍តន្ត្រីតាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបានលទ្ធភាពហ្នឹងមានន័យថាគឺយើងចំណាយថវិកាខ្លួនយើងទៅទិញបាទអញ្ចឹងអត់មានអ្នកណា sponsor ទេប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំសូមអរគុណទៅកាន់លាក់សិនណាបង្ហាញផលិតផលសិនបាទព្រោះដោយសារវីដេអូនេះទទួលបានការឧបត្ថម្ភណាអូខេបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនជាមួយនឹងតែកុំភ្លេច Subscribe YouTube Channel រៀនហ្គីតាអ្នកមួយណាបាទថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនជាមួយនឹងហ្គីតាថ្មីរបស់លេងថ្មីបាទគឺជាហ្គីតាគេហៅថាអាហ្នឹងគេហៅ compact guitar ណាគេថា travel guitar គឺ brand Donner Hush I Silent Guitar បាទអញ្ចឹងហ្គីតាមួយនេះខ្ញុំបានពីHope Music Center បាទអរគុណដល់ Hope Music Center ដែលបានឧបត្ថម្ភហ្គីតានេះឲ្យយកមកធ្វើការ review បាទហើយមិន review ហើយយកវិញទេបាទគឺ review ហើយគឺឲ្យខ្ញុំតែម្ដងបាទអូអរគុណមែនតើសូមអរគុណដល់ Hope Music Center ផងដែរបាទបងប្អូនចង់បានឧបករណ៍តន្ត្រី Hope Music Center ណាបាទអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរខ្ញុំនឹងបង្ហាញថានៅក្នុងហ្គីតាហ្នឹងមានអីបាទពេលបងប្អូនទិញថ្មីមកវាមានប្រអប់របស់គេត្រឹមត្រូវប៉ុន្តែខ្ញុំបានដកអ្វីដែលមាននៅក្នុងប្រអប់ហ្នឹងយកមកដាក់នៅក្នុងកាបូបនេះតែមួយហើយអញ្ចឹងឥឡូវខ្ញុំនឹងបង្ហាញបងប្អូនជាមួយនឹងរូបរាងរបស់ហ្គីតាមួយហ្នឹងDonner ណាបាទនេះគឺជា Donner version ដំបូងបាទ Donner យើងហៅថាវាចាញ់ model travel ហ្នឹងមុនគេហើយ version ហ្នឹងតាមខ្ញុំមើលទៅណាបាទអញ្ចឹងយើងបើកកាបូបមកយើងទទួលបានហ្គីតាអញ្ចឹងណារូបរាងវាអញ្ចឹងបងប្អូនអរបាទអញ្ចឹងណាបងប្អូនឃើញណាបាទវាខ្ទង់វាហើយនឹងរាងវាអញ្ចឹងដូច headless អញ្ចឹងហើយបាទបងប្អូននឹងឆ្ងល់ចង់ហ្គីតាទូចប៉ុណ្ណឹងលេងមិនបាទតិចទៀតខ្ញុំនឹងរៀបផ្គុំវាឲ្យមើលបាទវាមិនមានតែប៉ុណ្ណឹងទេបាទអញ្ចឹងវាមាន tuning វារបស់វានៅនេះសោកខ្សែពីលើដាក់មកចេះអញ្ចឹងណាយ៉ាហើយមាន volume មាន EQ វា low high ហើយមាន aux in បាទអញ្ចឹងអាហ្នឹងយើងអាចចាក់ចម្រៀងចូលវាទៅយើង play តាមហើយមានរន្ធកាសយើងស្ដាប់ហើយមាន face នៅលើនេះហើយ battery វាបាទប្រើថ្ម 9V ដូចគ្នាដែរដែល acoustic guitar របស់យើងដែរបាទអញ្ចឹងឃើញថាវា compact មែនតើបងប្អូនស្រាលស្រួល travel លេងហើយ tone វាបែប acoustic ណាអញ្ចឹងវាមានច្រើន version ប្រភេទនេះប៉ុន្តែខ្ញុំបង្ហាញបងប្អូនដោយសារគេឧបត្ថម្ភ guitar version ហ្នឹងអញ្ចឹងខ្ញុំនឹងណែនាំបងប្អូននៅ version ហ្នឹងហើយខ្ញុំនឹងបង្ហាញ sound វាឲ្យបងប្អូនស្ដាប់ដូចគ្នាដែរអញ្ចឹងណាបាទអូខេបន្ទាប់មកនៅក្នុងកាបូបរបស់វាគឺវានឹងមានឆ្អឹងរបស់វានឹងឯងបាទនេះគឺជាឆ្អឹងខាងលើបាទអញ្ចឹងយើងយកវាមកយើងដោតវាផ្គុំវាពីលើចេះណាបាទគុំមកផ្លឹបសកខ្វាច់ស្រួលទេបងប្អូនស្រួលទេតើបងប្អូនថាដាក់ជើងមិនកើតវាមានអាជើងខាងក្រោមរបស់វាដូចគ្នាដែរបាទអញ្ចឹងជើងខាងក្រោមរបស់វាគេដាក់មកសម្ដាក់លើនេះអញ្ចឹងណាអូខេជើងខាងក្រោមរបស់វាបាទនៅក្នុងកាបូបវានេះដៃយួរវានេះបាទអញ្ចឹងនៅក្នុងហ្នឹងវាមានមកជាមួយនឹងកាសបាទអញ្ចឹងនៅពេលដែលយើងចង់ហាត់ខ្លួនយើងប្រើកាសរបស់វា brand របស់ Donner ដែរយើងដោតនៅក្នុង phone មិញដែលខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាដល់ទុកវាម្ដងសិនយើងទៅរកជើងរបស់យើងបាទអូមាន tuner មកជាមួយគ្នាដែរប៉ុន្តែវានៅក្នុងប្រអប់กระดาษមិនមកទៅទិញមកបានអញ្ចឹងណាប្រអប់គេ brand new ហ្មងណា brand Donner ដូចគ្នាដែរអូខេនេះលោកខ្ញុំឃើញបាទនេះគឺជាជើងខាងក្រោមរបស់វានឹងឯងបាទជើងខាងក្រោមវាល្អមួយត្រង់ថាវានឹងឲ្យយើងចាប់ខ្ចៅបាទយើងសោកវាចាប់ខ្ចៅដើម្បីរក្សាលំនឹងឲ្យបានល្អអញ្ចឹងណាបាទអញ្ចឹងនេះយើងសោកវាមកខាងក្រោមមកស្រួលងាយបងប្អូនអែហ្មងនេះផ្លឹបអញ្ចឹងណាហើយតោះមកយើងយកខ្ចៅមួយមកធម្មតាវាមានខ្ចៅរេសែវឲ្យយើងច្រើនណាហើយបងប្អូនបើយើងអត់ចាប់វាលំនឹងវាអត់កើទេអញ្ចឹងជួនកាលទៅអានេះយើងអាច set angle ដើម្បីដាក់ជើងបែប classical បែបមិនដែលខ្លួនបងប្អូនទាំងអស់គ្នា compact អញ្ចឹងណាអញ្ចឹង
វាស្រួលជាងហ្គីតាសាំយើងដែរអញ្ចឹងណាទូចហើយ travel បាទអញ្ចឹងអត់មានអីបាទទេយកតែខ្ចៅវាមកសោកចូលផ្លាប់អញ្ចឹងបងប្អូននេះហើយយើងមិនដោះសោវានេះអាសោយើងហ្នឹងសម្រាប់ធូនអាហ្គីតារបស់យើងហើយធូនអត់ងាយអីពិបាកធូស្រួលបាទបងប្អូនមួលមកល្មមមកព្រោះហ្នឹងយើងត្រូវដកដោះអញ្ចឹងណាព្រោះដោយសារបើយើង travel យើងដកវាទៅតែបើយើងអត់ travel ទៅយើងរៀបវាទុកឲ្យលេងហ្មងសម្រាប់ទុកដកលេងហ្មងអូខេនៅផ្ទះយើងឬនៅស៊ីតយោអញ្ចឹងណាបាទចុះអត់មានអីបាទបងប្អូនអូខេមួពឹបប៉ុណ្ណឹងមកម៉មប៉ុណ្ណឹងហើយបើបាត់ខ្ចៅហ្នឹងនៅសល់ខ្ចៅ3ទៀតគេ raise ឲ្យយើងបាទអញ្ចឹងបងប្អូនឃើញទេ compact មកហ្នឹងដាក់មកលេងបាទអញ្ចឹងបន្ទាប់មកវាមានកសែងជូតបាទកសែងសម្អាតហ្គីតាមួយល្អមែនតើបាទអញ្ចឹងខ្ញុំឃើញថាបាទនេះគឺខ្ចៅ raise របស់វាមានឲ្យទាំង pick ទៀត pick នៅក្នុងហ្នឹង pick brand donor ហើយមមល្អមែនតើបាទអញ្ចឹងនៅក្នុងនេះល្អមែនតើហើយបន្ទាប់មកកាបូបគេវាមានកាបូបវាមានខ្សែស្ពាយប៉ុន្តែគេ design ខ្សែស្ពាយមួយហ្នឹងបងប្អូននឹងឃើញនឹងភ្ញាក់ផ្អើលបាទអញ្ចឹងអាខ្សែស្ពាយរបស់វាហ្នឹងខ្សែខ្សៀយកាបូបហ្នឹងណាគេយកមកធ្វើជាខ្សែស្ពាយហ្គីតានឹងបានដូចគ្នាបាទបងប្អូនឃើញទេនេះក្បាលវាសោកមកចេះមកបាទអញ្ចឹងគេ design មកគេគិតគូរល្អល្អណាស់ជាមួយនឹងភាពងាយស្រួលណាបងប្អូននេះសោកពីក្រោមនេះមកនេះឃើញទេដូចហ្គីតាអញ្ចឹងបបផ្លាប់ហើយ easy ងាយបាទអញ្ចឹងពាក់ព័ន្ធបងប្អូនយើងប្រឡាចង់ដកវាវែងចិត្តវែងអីចឹងបានណាតែនៅក្នុងវីដេអូនេះដោយសារកន្លែងខ្ញុំកៅអីខ្ញុំវាទើសនេះអញ្ចឹងខ្ញុំដាក់ចុះឡើងបាទអញ្ចឹងការគេ design មកសូមដាក់វាទៅខាងក្រោមមួយសិនបាទអញ្ចឹងការដែលគេ design មកជាមួយហ្គីតាក្រុមហ៊ុន Donner គេបានពិនិត្យបាទយ៉ាងល្អិតល្អន់មែនទែនជាមួយគេគិតគូរដិតដល់ណាជាមួយនឹងភាពដូចមិនតែហៅថា compact ងាយស្រួល travel អញ្ចឹងណាជាងគេរក្សាជូនយើងឲ្យយើងរៀបចំឲ្យយើងមួយ set បាទបងប្អូនខ្សែស្ពាយនេះបងប្អូនចង់ប្រើខ្សែស្ពាយរបស់បងប្អូនក៏បានប្រើ original របស់គេនោះក៏បានដែរបាទហើយនៅក្នុងវីដេអូនេះរៀងវែងបន្តិចប៉ុន្តែខ្ញុំនឹងបង្ហាញ sound ទី2បង្ហាញពីគុណតម្លៃរបស់វាហើយនឹងគុណវិបត្តិរបស់វាបាទចឹងអ្វីក៏ដោយហ្គីតារាប់ពាន់រាប់ម៉ឺនដុល្លារក៏ដោយមានគុណតម្លៃគុណវិបត្តិបាទចឹងបងប្អូននឹងគិតថាចំហ្គីតារាប់ម៉ឺនដុល្លារមានគុណវិបត្តិទៀតបាទគុណវិបត្តិវាបើសិនជាខ្ញុំមានហ្គីតាប្រភេទហ្នឹង review សម្រាប់បងប្អូនខ្ញុំនឹងបង្ហាញព្រោះគ្រាន់តែនិយាយមកបងប្អូននឹងគុណវិបត្តិហ្នឹងគុណវិបត្តិលើអីបាត់ទៅហើយអញ្ចឹងណាបាទអូខេឥឡូវយើងបកមកធានបទយើងវិញជាមួយនឹងហ្គីតា Donner បាទអញ្ចឹងបងប្អូនយើង set up ហើយអញ្ចឹងឃើញទេងាយបាទសម្រាប់ខ្ញុំសម្រាប់យើងចង់លេងហាត់នៅផ្ទះចាប់បត់ចាប់អីណាផ្លាប់ដកចេញមកកាសរបស់គេមានកាសអូដូច in ear អញ្ចឹងកាស in ear របស់គេលយមែនតើបាទបងប្អូនឃើញណាបាទហើយជាមួយនឹងគេត្រៀមបាទអាក្បាលនេះក្បាលនៅចូលនឹងតិចយើងខូចថែមមួយទៀតឲ្យល្អមែនតើបាទអញ្ចឹងគេគិតគូរដិតដល់អញ្ចឹងពេលយើងចង់លេងមកយើងដាក់តែថ្មវាចូលមកវាកាសបាទដោយសារតាមពិតបើកមែនតែនទៅវាមានថង់មកវាអីទៀតនោះតែដោយសារខ្ញុំបើកតេស្តហើយបាទខ្ញុំសម្រាប់ចិត្តធ្វើ review បាទយើងដោតជើងមកហើយយើងលេងទៅដាក់តិចមកធានាថាលឺហ្មងបងប្អូនយើងបើក volume វាមកណាលឺណានេះ volume វាជើងមកហើយយើងចង់ EQ low mid mid low high ហ្នឹងនៅលើហ្នឹងស្រួលមែនតើហើយ tone វាព្រោះសម្រាប់ខ្ញុំខ្ញុំនឹងដាក់ sound វាចូលនៅក្នុងវីដេអូនេះឲ្យបងប្អូនទាំងអស់គ្នាឮណាហើយបងប្អូនវិនិច្ឆ័យខ្លួនឯងប៉ុន្តែសម្រាប់ខ្ញុំទទួលយកបានតែខ្ញុំនឹងបង្ហាញគុណសម្បត្តិនិងគុណវិបត្តិរបស់វានៅក្នុងវីដេអូនឹងដូចគ្នាដែរអញ្ចឹងតាមដានជាមួយខ្ញុំជាមួយទៅនឹងសំឡេងរបស់ហ្គីតាហ្នឹងអូខេឥឡូវខ្ញុំសូមដោតហ្គីតារបស់ខ្សែចូលទៅក្នុងវាសិនចឹងអត់មានអីពិបាកទេដោតដោយយើងហ្គីតាយើងណាដោតចូលផ្លាក់វាខាងក្រោមផ្លឹបបាច់ហើយបាទសម្រាប់ខ្ញុំនឹងស្ដាប់នៅក្នុងនេះនៅក្នុង ear របស់ខ្ញុំព្រោះដោយសារយើងថតអញ្ចឹងខ្ញុំនឹងស្ដាប់នៅក្នុងសំឡេងរបស់ខ្ញុំដូចគ្នាដែរតើវាយ៉ាងណាហើយខ្ញុំនឹងបកស្រាយប្រាប់បងប្អូនជាមួយទៅនឹងប្រព័ន្ធសំឡេងរបស់វាអញ្ចឹងទៅបាទអូខេសូមចាំតិចសូមពាក់កាសសិនវីដេអូនេះរៀងវែងនេះបងប្អូនចង់ដឹងគុណភាពស្ដាប់តិចទៅដើម្បីចាយលុយមកឲ្យខុសខ្ទង់អញ្ចឹងណាអូខេបាទអញ្ចឹងឥឡូវនេះខ្ញុំបានដាក់វាចូលហើយដាក់ចូលកាសដូចជារបស់ខ្ញុំហើយអញ្ចឹង
ឃើញថាស្រួលមែនតើអត់មានអីពិបាកខ្ញុំ check មើលសិន sound ចូលអត់អូខេបែរមកនេះបាទអញ្ចឹង sound ចូលហើយបាទអញ្ចឹងឥឡូវនេះខ្ញុំដាក់ EQ វា low ហើយនឹង high នៅកណ្ដាលបងប្អូននឹងទទួលសំឡេងហ្នឹងចាំមើលបាទឃើញថា low មែនតើព្រោះមែនតើបងប្អូនអរគ្នាអញ្ចឹងខ្ញុំតម្លើង high មកបន្តិចមកម៉ោង2ណាបាទអូបាទបងប្អូនឃើញ feel guitar ហើយ sustain នៃ tone បាទអញ្ចឹងគេ build in មកបាន micro របស់វា micro ដែលសម្រាប់ចាប់ tone ហ្នឹងគឺល្អមែនតើបាទសម្រាប់ខ្ញុំព្រោះដោយសារខ្ញុំបានតេស្តមុនហ្នឹងហើយមិនតេស្តបន្តិចហ្នឹងខ្ញុំហ៊ានវិនិច្ឆ័យទៅលើ guitar ហ្នឹងទេហើយបាទសុំដកឱកាសតិចសិនហើយខ្ញុំបានមើល review ពី guitar ហ្នឹងច្រើនហើយពិតជាញាក់ផ្អើលដែល Home Music Center បាននាំ guitar នេះយកចូលមកគឺសម្រាប់ខ្ញុំគឺល្អជាមួយនឹងប្រភេទ guitar បែបនេះយើងចូលចិត្ត travel យើងលេងជុំគ្នាតែដោយសារជាមួយនឹងតម្លៃដូចគ្នាដែរប៉ុន្តែបងប្អូនត្រូវដឹងថាដូចខ្ញុំនិយាយមុនហ្នឹងចឹង guitar វាមានគុណវិបត្តិនិងគុណសម្បត្តិរបស់វាប្រភេទ guitar មិនក៏ដោយបាទអញ្ចឹងជាមួយគ្នានឹងគុណសម្បត្តិរបស់ guitar មួយនេះខ្ញុំនឹងនិយាយនៅពេលនេះគុណសម្បត្តិទី1 guitar នេះងាយស្រួលក្នុងការដាក់ហើយធ្វើដំណើរទៅគ្រប់កលុកកលៀតកលុកកលាក់កន្លែងណាក៏បានដែរបងប្អូនដោតតកាហើយលេងពឹបប៉ាំងហើយចប់អត់មានបញ្ហាអីទេបាទគឺស្រួលមែនតើមួយទៀតជាមួយនឹងតម្លៃរបស់វា version មួយនេះ hash i ក៏ hash មួយទេខ្ញុំមិនដឹងថាគេដាក់មានន័យថាម៉េចបែរជា hash មួយ I don't know hash មួយឬដោយសារវាដំបងគេចំនួនដំបងប្រភេទ headless របៀបអញ្ចឹងគឺវាមានតម្លៃសមរម្យបាទជាមួយគ្នានឹង guitar តម្លៃប៉ុណ្ណេះហើយនៅ Home Music Center នៅពេលនេះវាមានខាងគេមាន discount promotion ទៅលើ product មួយហ្នឹងទៀតអញ្ចឹងហត់តែធូរទៀតអញ្ចឹងណាបាទតម្លៃ100ជាងបងប្អូនទទួលបាន guitar ងាយស្រួលទិញមកបានទាំងអស់យើងអត់មានត្រូវទិញអីទេមកប្រអប់របស់វាបានទាំងអស់ tuner បានទាំងសោបានទាំងកាសបានទាំងខ្សែស្ពាយបានទាំងកសែងសម្អាតបានទាំងអីនិយាយទៅតម្លៃប៉ុណ្ណេះហើយបាន guitar ថ្មី brand new បាទអញ្ចឹងគឺថាអស្ចារ្យមែនតើហើយជាមួយគ្នាផងដែរជាមួយនឹង sound បាទខ្ញុំហ៊ាននិយាយថា guitar តម្លៃប៉ុណ្ណេះបញ្ចេញ sound quality ឲ្យបងប្អូនបានប៉ុណ្ណឹងបងប្អូនដើរទៅអត់ងាយមានទេបងប្អូនបាទតម្លៃប៉ុណ្ណឹងមិនងាយមានទេបាទវាមិនមែនជា sound មួយលំដាប់អស្ចារ្យអីទេប៉ុន្តែគឺជា sound មួយដែលអាចយកមកប្រើប្រាស់នៅក្នុងស្ថានភាពជីវភាពប្រចាំថ្ងៃរបស់យើងមានន័យថាអាចយកទៅលេងយក recording បាទយក perform យក chill បានគ្រប់ទម្រង់ទាំងអស់បាទអញ្ចឹងណាបាទអញ្ចឹងចំណុចសំខាន់ពិសេសរបស់ guitar នេះមានច្រើនប៉ុន្តែចំណុចដែលបញ្ហាជាមួយនៅលើ guitar នេះបាទទី1ពេលបងប្អូនទិញមកបើបងប្អូនអត់ប្រើកាសបងប្អូនចង់លេងលៀតបាទអញ្ចឹងអត់លឺទេបងប្អូនបាទអត់លឺទេអត់សូវលឺទេយើងលេងបាន sound ធម្មតាដូចយើងកេះ guitar electric អញ្ចឹងបាទនេះគឺជាបញ្ហាសម្រាប់ប្រភេទ guitar នេះប៉ុន្តែបងប្អូនអាចមាន speaker bluetooth បាទឬក៏ speaker ប្រើថ្មយើងអាចដោតខ្សែទៅយើងអាចលេងchill ជាមួយគ្នានឹងបានដូចគ្នាបងដែរអញ្ចឹងណាបាទជាមួយនឹងបញ្ហាហ្នឹងប៉ុន្តែប្រភេទតម្រង់ចេះវាមិនមែនជាបញ្ហាអីធំដុំទេគ្រាន់តែថាបងប្អូនពេលនឹងទិញបងប្អូនត្រូវគិតពីកន្លែងហ្នឹងដូចគ្នាដែរអញ្ចឹងណាបាទជាមួយគ្នានៅនឹងមួយទៀតដែរចំណុចបញ្ហាមួយទៀតប្រភេទ guitar នេះដងវាសម្រាប់បងប្អូនដែលមានដៃ
ខ្លីៗដៃទូចខ្ញុំគិតថារៀងពិបាកបន្តិចបាទពីព្រោះដងវាគេ design មកវាធំប៉ុន្តែខ្ញុំដឹងថាប្រភេទដងនេះគេ design មកតម្រូវអីគេតម្រូវចង់និយាយថាប៉ែអឺរ៉ុបវាប្រៀបដូចជានឹងហ្គីតាខ្ញុំឧទាហរណ៍ចុះហ្គីតា Ibanez made in China made in Indonesia made in Japan made in USA បាទ made in USA និង Japan ណាអា fret របស់វាកម្រិតខ្ទង់វាគឺធំអញ្ចឹងពិបាកលេងគឺគេតម្រូវទៅខាងដៃដែលល្អតែមិនមែនថាខាងអាស៊ីយើងលេងមិនបានទេគាត់ថាពេលខ្លះអ្នកអត់សូវស្វាមវារៀងពិបាកអញ្ចឹងទៅបាទអញ្ចឹងណាហើយមួយទៀតពាក់ព័ន្ធទៅនឹងចំណុចមួយទៀតបងប្អូនដែលស្ទើរទៅតែរៀងពិបាកជាមួយនឹងការថូនអានេះបាទព្រោះត្រូវប្រើសោយើងអត់ដែរត្រឡប់តា tuning machine ធម្មតាយើងអត់ត្រឡប់អត់ច្បាស់ផងតម្រាំតែនេះទៀតអញ្ចឹងអាហ្នឹងចំណុចពិបាកចំណុចផលអវិជ្ជមានណាសម្រាប់បងប្អូនថ្មីប៉ុន្តែខ្ញុំលើកទឹកចិត្តថាចំណុចទាំងអស់ហ្នឹងវាអត់មានអីជាបញ្ហាចោតទេធម្មតាយើងជីវិតយើងមួយថ្ងៃទៅមួយថ្ងៃគឺត្រូវការរៀនសូត្ររហូតអញ្ចឹងខ្ញុំគិតថាបើសិនជាចំណុចហ្នឹងយើងពិបាកសម្រាប់យើងរៀនប្រើវាទៅវាអត់បញ្ហាទេបាទពាក់ព័ន្ធជាមួយមួយទៀតសម្រាប់ទៅលើហ្គីតានេះតែម្ដងអាហ្នឹងសម្រាប់ខ្ញុំគឺ bad អញ្ចឹងនៅលើខ្ទង់របស់វានេះfinish shape របស់វានេះខ្ញុំគិតថាវាធ្វើមកដូចខ្ញុំនិយាយអញ្ចឹងវាពាក់ព័ន្ធមួយដងធំដងទូចអញ្ចឹងវាអត់ smooth សោះសម្រាប់អ្នកដៃទូចខ្ញុំគិតព្យាយាមឲ្យគេដាក់ដែរប៉ុន្តែអាហ្នឹងដូចខ្ញុំនិយាយអញ្ចឹងអាចជាបញ្ហាដែលយើងដោះស្រាយបានដែរយើងព្យាយាមហាត់ឲ្យស៊ាំទៅធម្មតាម្ដងពីរដងអត់ស៊ាំទេវាកន្លែងហ្នឹងឯងបាទហើយនឹងអ្នកដែលអត់ធ្លាប់ប្រើជាមួយប្រភេទ headless អញ្ចឹងពេលស្ពាយទៅវារៀងឃ្លីងឃ្លោងបន្តិចនឹងឯងហើយបន្ទាប់មកអត់ត្រឡប់ជាមួយការអត់ពេលទៅរៀនហ្គីតាធម្មតាផ្ដោតទៅលើការលេងឯងអត់ផ្ដោតទៅលើការរបៀបដាក់ជើងអីឲ្យត្រឹមត្រូវយកហ្គីតាកល់លើជើងឯងបាទចំណុចហ្នឹងក៏ជាចំណុចមួយសំខាន់ដែរអញ្ចឹងពេលរៀនដំបូងបងប្អូនរៀនរបៀប professional classical គេមានរបៀបប្រាប់បងប្អូនដាក់ជើងដាក់អីដូចគ្នាដែរមិនមែនចេះទៅដល់កាន់ហ្គីតាលេងហ្មងទេបាទអញ្ចឹងឥឡូវតែពាក់ព័ន្ធជាមួយ Donner Hash មួយនេះគុណសម្បត្តិនិងគុណវិបត្តិដោយបងប្អូនបានឃើញហើយបាទហើយមួយទៀតគុណវិបត្តិមួយទៀតបាទជាស្រ័យតិចបាទអញ្ចឹងហ្គីតានេះពេលចេញមកពីប្រអប់ហើយប្រអប់បាទទាំងអ្នកលក់ក៏គេអត់ដឹងដែរព្រោះអីវ៉ាន់ហ្នឹងវាចេញពីរោងចក្របាទអញ្ចឹងពាក់ព័ន្ធទៅនឹងខ្ទង់របស់វាដាច់ខាតត្រូវតែតម្លាក់បើអត់តម្លាក់ខ្ទង់ទេខ្ញុំគិតថាវាខ្ពស់សម្រាប់បងប្អូនថ្មីគេហៅបងប្អូនដៃថ្មីណាបាទនឹងរៀងខ្ពស់បាទអញ្ចឹងខ្ញុំជឿថាតែពេលដែលយើងទៅទិញទៅខ្ញុំជឿថា service ខាង Home Music Center គេមានហើយយើងគេជួយតម្លាក់ខ្ទង់តម្លាក់អីឲ្យអញ្ចឹងទៅបាទហ្នឹងហើយប៉ុន្តែដោយសារយើងត្រូវគិតដែរហ្គីតាតម្លៃប៉ុណ្ណេះយើងទទួលបាន quality ល្អច្រើនភាពវិជ្ជមានច្រើនអញ្ចឹងខ្ញុំគិតថាវាអត់មានអីជាបញ្ហាចោតសម្រាប់បងប្អូនទាំងអស់គ្នាទេបាទហើយក៏ជាចុងក្រោយមានតែប៉ុណ្្នឹងបាទនៅនិយាយដដែលអរគុណដល់ Home Music Center សម្រាប់ហ្គីតាមួយនេះផងដែរបាទអរគុណហើយបងប្អូនមានចម្ងល់អីពាក់ព័ន្ធជាមួយ tone របៀបប្រើ EQ របៀបដោតរបៀបអីបងប្អូនអាចឆាតមកកាន់ខ្ញុំបានហើយខ្ញុំរីករាយក្នុងការឆ្លើយតបទៅកាន់សំណួរបងប្អូនទាំងអស់គ្នាអូខេអរគុណច្រើនជួបគ្នាវីដេអូក្រោយ